អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបទីតាំងផលិតចែកចាយផ្សាយផ្ទាល់តាម website វីដេអូអាអាភិបនិងឃាត់ខ្លួនមនុស្ស12នាក់នៅរសៀលថ្ងៃទី6ខែមិថុនាឆ្នាំ2025អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យចំនួន12នាក់ទៅកាន់តុលាការពាក់ព័ន្ធករណីផលិតចែកចាយនិងផ្សាយផ្ទាល់តាម website នៅវីដេអូអាអាភិបប្រព្រឹត្តនៅផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ242សង្កាត់បឹងប្រលិតខណ្ឌ7មករារាជធានីភ្នំពេញករណីខាងលើនេះត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឆ្មក់បង្ក្រាបកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2025ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯករតស្រីមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោយការសម្របសម្រួលពីលោកសេងមេងសុនព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញដោយឃាត់ខ្លួនជាក់ស្ដែងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន12នាក់ក្នុងនោះជនជាតិចិនចំនួន6នាក់ជនជាតិខ្មែរចំនួន5នាក់និងជនជាតិម៉ាឡេស៊ីចំនួន1នាក់ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមានកុំព្យូទ័រលឹងនិងយោនីសុបត្តិមិត្តឧបករណ៍សាច់ស្រោមអនាម័យរបាំងមុខថតរឿងសាច់រួមនឹងសម្ភារៈមួយចំនួនទៀតផង